បាទក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះបងប្អូនខ្លះក៏កំពុងតែសប្បាយនឹងធ្វើបុណ្យបងប្អូនខ្លះក៏កំពុងតែសប្បាយនឹងការដើរលេងដាក់ទៀនលេងទឹកបាទតែសម្រាប់បងកងទ័ពអ៊ំពូមីងបាទដែលកំពុងនៅជួរមុខបាទគាត់កំពុងតែជួបការព្រួយបារម្ភនឹងការពារទឹកដីនៅតាមជួរមុខហើយនេះក៏ជាវីដេអូទី1នឹងលើកដំបូងសម្រាប់ Channel របស់ខ្ញុំបាទសូវរាហ៊ូខ្មៅ Official បាទហើយក្នុង Facebook page របស់ខ្ញុំដែលមានឈ្មោះថាសូវរាហ៊ូខ្មៅបាទអញ្ចឹងបងប្អូនខ្ញុំមានអារម្មណ៍ថាជឿចាប់និងដិតដាមក្នុងចិត្តតកូនតចៅបាទដោយសារហេតុអីទី1បាទប្រាសាទតាមាន់ធំនេះការចំនួន2016ការខ្ញុំទៅលេងបាទខ្ញុំអាចដើរជុំវិញប្រាសាទបានតែបច្ចុប្បន្នឆ្នាំ2025នេះពួកចៅសៀមឈ្លានពានបាទគឺមកទន្ទ្រានទឹកដីនិងបាទចង់បានប្រាសាទខ្មែរជាខ្លាំងហើយអ្វីដែលខ្ញុំចង់ចាំគឺផ្លូវឡើងទៅតាមាន់បាទគឺស្អាតហើយបងប្អូនរស់នៅភូមិបាទតាមាន់ធំនេះបាទគឺរស់រាយនឹងរាក់ទាក់ការលក់ដូរស្អាតនិងមានអនាម័យខ្លាំងមែនទែនហើយខ្ញុំសោកស្ដាយមែនទែនរាល់ថ្ងៃនេះគឺយើងមិនអាចឡើងទៅលេងនៅតាមាន់ធំបានដូចសពបងទេព្រោះអីហេតុអីខ្ញុំអ្នកនៅខាងខេត្តឧត្តរមានជ័យខ្ញុំតែងតែព្យាយាមថតនិងរៀបរាប់និងចែករំលែកពីវប្បធម៌ការពិតនៅក្នុងខេត្តឧត្តរមានជ័យមានប្រាសាទបាទ5ប្រាសាទជាច្រើនហើយថ្ងៃមុននេះក៏ខ្ញុំទៅជាមួយនឹងក្រុមការងារបាទមកវិញក៏បាទបងប្អូនអ៊ំពីមិញបាទថាមកពីលេងតាមាន់មែនគាត់ក៏ប៉ាវបាទលក្ខណៈគាត់ចែករំលែកក្តីស្រឡាញ់កងទីកូនម្នាក់5គ្រាប់អញ្ចឹងទៅហើយគាត់អត់បានគិតលុយទេគាត់គិតតែស្រាហើយនៅក្រោមមុននឹងយើងឡើងដល់ប្រាសាទតាមាន់ធំហ្នឹងគឺយើងនៅមានប្រាសាទច័ន្ទនៅក្រោមប្រាសាទតាមាន់ប្រហែលជាបាទ800ម៉ែត្រយើងចេញពីប្រាសាទច័ន្ទនេះទៅឡើងទៅប្រាសាទតាមាន់800ម៉ែត្រហ្នឹងទៅដល់តាមាន់ធំបាទកន្លែងដាក់ម៉ូតូរួចបានយើងឡើងទៅដល់តាមាន់ធំតែម្ដងកន្លែងយើងទស្សនានឹងប្រាង្គប្រាសាទសិលារបស់បាទស្នាដៃបុព្វបុរសគេដូនតាខ្មែរយើងមកហើយនេះគឺជាប្រាសាទច័ន្ទមកទេសភាពស្អាតមែនតែនបើសិនជាប្រទេសផុតសង្គ្រាមមែនបាទប្រាសាទច័ន្ទនេះមានការជួសជុលនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញបាទមិនដឹងស្អាតនិងល្អប៉ុណ្ណាទេហើយខ្ញុំបញ្ជាក់បងប្អូនថានៅក្នុងខេត្តឧត្តរមានជ័យបាទគឺសម្បូរប្រាសាទមែនតែនបាទសម្បត្តិប្រាសាទសម្បូរព្រៃគុកបងប្អូនជារាប់ចាប់តាំងពីប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំបាទប្រាសាទលបើកប្រាសាទដំរីសបាទគឺច្រើនមែនទែននៅខាងខេត្តឧត្តរមានជ័យបើសិនជាអភិវឌ្ឍវិញបាទមិនចាញ់ទឹកដីខេត្តសៀមរាបទេហើយនេះគឺជាប្រាសាទតាមាន់ធំបាទតែថៃឃ្លានចង់បានមែនទែនតាំងពីចប់សង្គ្រាមនៅ2008 2011នៅប្រាសាទព្រះវិហារតែឥឡូវនេះបាទប្រាសាទព្រះវិហារក៏បាក់បែកតែខ្ញុំឃើញមុខពួកទាហានថៃខ្ញុំស្អប់ដល់ពូតែម្ដងបាទហើយបងប្អូនខ្លះក៏មានកូនបាទកូនកាត់បាទម៉ែខ្មែរឪថៃក៏ទៅចូលបម្រើកងទ័ពនៅឯស្រុកថៃបាទមឿងថៃហ្នឹងបាទហើយកន្លែងនេះអ្វីដែលខ្ញុំជួយចាប់គឺខ្ញុំដើរមិនបានគេគៀសបាទទាហានថៃគឺគៀសខ្ញុំចេញយូនេះដើរមិនដែរដើរមិនបានឆ្លងមិនបានបាយមិនដែរនិយាយរួមទៅគេគ្រប់គ្រងប្រាសាទគេចង់គ្រប់គ្រងប្រាសាទតែម្ដងតែបច្ចុប្បន្ននេះគឺគ្មានវាសនាបានឡើងទៅទៀតទេហើយក៏មិនដឹងថ្ងៃណាខែណាឆ្នាំណាដែលអាចបានឡើងទៅលេងប្រាសាទតាមាន់ធំទៀតដែរព្រោះវាជាគេមរតកស្នាដៃបាទគេមរតកបាទព្រលឹងដូនតាជាតិយើងហើយកន្លែងនេះហើយដែលទាហានថៃហាមខ្ញុំមិនឲ្យដើរទៅកាលពីចំនួន2016បងប្អូនខ្ញុំដើរជុំវិញប្រាសាទនេះប៉ុន្តែកណ្ដាលថៃក៏មានកាមេរ៉ាជុំវិញប្រាសាទតែម្ដងខ្ញុំមិនដឹងនិយាយថាម៉េចហើយក៏ខ្ញុំមិនដឹងថាបន្ទោសអ្នកណាដែរប៉ុន្តែចាប់អារម្មណ៍ដល់2025នេះបងប្អូនទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជាគឺស្គាល់ប្រាសាទតាមាន់ធំច្រើននឹងប្រាសាទតាកបីបាទតែសម្រាប់ខ្ញុំបាទខ្ញុំនៅរៀនក៏ខ្ញុំចុះសិក្ខាសាលាគឺខ្ញុំទៅប្រាសាទនេះគឺមុនគេបាទប្រាសាទតាមាន់ធំនេះឯងបងប្អូនហើយចម្លាក់រចនាថ្មបាយក្តាំងអីប៉ុនហើយខ្ញុំអូសតាណាក៏ឃើញនៅទាហានថៃដែរមកក្នុងវីដេអូគឺខ្ញុំមិនចង់ផុសជាប់ទាហានថៃទេតែធ្វើម៉េចព្រោះទាហានថៃឆ្កែទាហានហ្នឹងវានេះដែរស្ដាប់បង្គាប់មេបាស្ដាប់បង្គាប់មានមេមានកោដូចគ្នាហើយខ្ញុំទៅថ្ងៃហ្នឹងគឺអារម្មណ៍បាទតឹងណែនបាទនិយាយរួមទៅពិបាកអត្ថាធិប្បាយនិយាយចេញពីក្នុងចិត្តណាប្រាសាទគេដូនតារបស់ខ្មែរយើងហើយយើងឡើងមិនបានយើងធ្វើអីមិនបានកាលពីចំនួន2016ខ្ញុំទៅធ្វើអ្វីក៏បានមិនធ្វើបានតាមចិត្តទេចង់ថតចង់ដើរជុំវិញប្រាសាទក៏បានគេហុំព័ទ្ធសម្ដែងតែខាងនោះទេប៉ុន្តែដោយសារខ្មែរយើងមកចិត្តបានចិត្តតលៀងស្មោះត្រង់ពេកស្មោះត្រង់រហូតដល់បាត់បង់អ្វីស្ទើរតែគ្រប់យ៉ាងនៅតាមព្រំដែនហើយខ្ញុំសង្ឃឹមនឹងជឿជាក់ថាប្រាសាទតាមាន់ធំនេះនឹងបើកដំណើរការច
ចប់សង្គ្រាមជាមួយនឹងចៅឈ្លានពានថៃនេះឆាប់ផងដែរបាទព្រោះអារម្មណ៍ខ្ញុំមកស្រឡាញ់ណាស់ស្នាដៃបាទអ្វីដែលមិនសល់ទុកពីគេដូនតារបស់យើងត្រូវតែថែរក្សាបាទព្រោះយើងដឹងហើយជនជាតិថៃបាទតាំងពីដើមមកដែលមានអីទេលួចតាំងពីអក្សរលួចតាំងពីវប្បធម៌ពាក្យថាខ្ចីប្រើពាក្យថាប្រើរួមគ្នានេះយូរថៃចង់ប្រើកាន់កាប់អស់ហើយនេះជាវីដេអូទី1របស់ខ្ញុំដែរដែលដាក់ចូលក្នុង page បាទសូវរហូខ្មៅ official បាទហើយ page របស់ខ្ញុំបាទ Facebook page គឺមានឈ្មោះថាសូវរហូខ្មៅបាទហើយសង្ឃឹមថាវីដេអូនេះមិនជាប់ copyright ពី Facebook ចុះព្រោះថា Facebook page ខ្ញុំផុសយូរហើយផុសតាំងពីថ្ងៃដែលផ្ទុះសង្គ្រាមមួយអាទិត្យបាទថ្ងៃដែលផ្ទុះសង្គ្រាមគឺថ្ងៃ24ខែកក្កដាបាទឆ្នាំ2025នោះដែលថៃបាញ់ប្រហារយើងមុនហើយយើងបាញ់តបបាញ់ការពារខ្លួនវិញហ្នឹងអញ្ចឹងខ្ញុំទៅលេងប្រាសាទនេះប្រហែលជាមួយអាទិត្យហើយក៏ផ្ទុះសង្គ្រាមតែម្ដងអ្វីដែលខ្ញុំចងចាំមករត់កាត់គ្រាប់ជីកាត់គ្រាប់បាទគឺមិនភ្លេចទេសាហាវជាង2008និង2011ទៀតហើយក៏ខ្ញុំសូមបួងសួងបាទដល់វត្ថុស័ក្តិសិទ្ធិនិងនៅក្នុងប្រទេសកម្ពុជាទាំងអស់បាទនឹងបារមីទាំងឡាយសូមឲ្យសង្គ្រាមឆាប់រវាងកម្ពុជានិងថៃបាទហើយអ្វីដែលចប់សង្គ្រាមក៏ដោយក៏មិត្តភាពបងប្អូនកម្ពុជាថៃក៏ឡើងដូចមុនហើយគឺការរើសអើងពូជសាសន៍ចាប់ផ្ដើមពេលដែលថៃចាប់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សដែលរៀនសិក្សានៅក្នុងប្រទេសថៃគឺបញ្ជូនមកវិញគឺតាមរករឿងតែសម្រាប់ប្រទេសខ្មែរវិញគឺមិនដែលធ្វើអញ្ចឹងទេមិនដែលទៅចាប់ជនជាតិថៃឬស្អីបញ្ជូនទៅវិញមិនដែលទៅរករឿងធ្វើទុកបុកទោសមនិញអីលើជនជាតិថៃទេតែសម្រាប់ប្រទេសថៃវិញបាទគឺធ្វើទុកយើងមែនតើហើយនេះគឺជាផ្លូវឡើងតាមមន់បាទអញ្ចឹងវីដេអូនេះក៏ខ្ញុំអត់មានវែងទេសង្ឃឹមថាបងប្អូនបាទវីដេអូក្រោយខ្ញុំនឹងចេញពីភាសានៅខាងខេត្តរតនមានជ័យឲ្យច្រើនដើម្បីបងប្អូនទស្សនាបាទហើយក៏សូមអរគុណបងប្អូនដែលទស្សនាវីដេអូនេះបាទសូមគោរពជូនពររកស៊ីទទួលមានបានទាំង